បាទហើយនេះគឺជាទិន្នន័យ GEO-array សម្រាប់ឆ្នាំ2025នេះគឺយើងធ្វើការនាំចូលពីប្រទេសវៀតណាមគឺ57.42នេះបងប្អូនមើលឃើញG ខាងលិចឬ G គីមីដែលមានជាតិអាសូត GEO-array ហ្នឹងបាទដែល57%ទំហំចូលមកស្រុកខ្មែរឆ្នាំ2025នោះបាទអញ្ចឹងវៀតណាមគឺឈរលេខ1ហើយបន្ទាប់ពីវៀតណាមគឺនេះប្រទេសចិន16%បាទហើយប្រុយណេគឺ14%ហើយនឹងប្រទេសសៀមគឺ8.9%បាទយើងមើលឃើញថាអញ្ចឹងវៀតណាមលេខ1ចិនលេខ2ប្រុយណេលេខ3ហើយនិងសៀមលេខ4បាទអញ្ចឹងសម្រាប់ GEO-array នាំចូលក្នុងឆ្នាំ2025នេះដោយសារតែយើងទើបតែមានបញ្ហាជាមួយសៀមអញ្ចឹងអាចថាទិន្នន័យនេះពីដើមឆ្នាំអាចថាមានកើនប៉ុន្តែដល់ពេលចុងឆ្នាំទៅវាថយវិញដោយសារប្រជាជនយើងគាត់បង្វែរចំណាប់អារម្មណ៍ក្នុងការជ្រើសរើសផលិតផលប្រើប្រាស់បាទអញ្ចឹងវៀតណាមគឺឈរទៅលេខ2ទំហំធំតែម្ដងឈរទៅលេខ1សំទោសឈរទៅលេខ1ទំហំធំផ្គត់ផ្គង់ជាង50%នៃទំហំទីផ្សារនៅកម្ពុជាបាទចិនដណ្ដើមបានតែ16%បាទហ្នឹងសម្រាប់ GEO-array ណាបាទប៉ុន្តែនៅមាន G អីផ្សេងទៀតខ្ញុំបានមើលដែរគឺនាំចូលពីប្រទេសសៀមនោះគឺមានការថយចុះដែលភាគច្រើនគឺមកពីវៀតណាមខ្ញុំនិយាយជារួមតែម្ដងណាភាគច្រើនគឺនាំមកពីវៀតណាមមិនថា G Oire G NPK ឬក៏ G Kali ទេគឺវៀតណាមឈរលំដាប់លេខ1តមកចិនបាទប្រុយណេហើយក្រៅពីនោះដូច Kali អីមានមកពីឡាវអីផ្សេងដែរបើយើងនិយាយជារួមទូទៅនៅក្នុងឆ្នាំនេះនិយាយជារួមតែម្ដងគឺវៀតណាមឈរលេខ1ដែលយកទំហំទីផ្សារនៅកម្ពុជាបាទហើយនេះចែកម្លែកតិចតួចបាទសូមអរគុណអង្គជំនាញជាកសិករទាំងគ្នាបាទ